ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកបង្ហាញអំពីឧបករណ៍វាស់សម្ពាធឈាមចាបងប្អូនយើងត្រូវចេះប្រើចាបងប្អូនអញ្ចឹងយើងមាន3ជួរចាជួរទី1គឺយើងសម្គាល់ទៅលើសម្ពាធឈាមរបស់យើងបងប្អូនអញ្ចឹង101ហ្នឹងគឺយើងសម្គាល់ឈាម10ចាឈាម10ចាបើសិនជា11ឈាម11ជាទូទៅឈាមដែលល្អគឺទាបបំផុត8ចាខ្ពស់បំផុត12ចាលើសពី12ទៅជា13 14 15គឺចាឈាមរបស់យើងលើហើយចាមានគ្រោះថ្នាក់ហើយតែបើក្រោម8 7 6អីហ្នឹងគឺឈាមខ្សោយឯងបងប្អូនចាសម្ពាធឈាមខ្សោយចាជួរទី2គឺបេះដូងរបស់យើងការកន្តាក់នៃបេះដូងក្នុង1នាទីអញ្ចឹង84ហ្នឹងគឺបេះដូងកន្ត្រាក់ណាក្នុង1នាទី84ចាជាទូទៅបេះដូងដែលល្អគឺកន្ត្រាក់ពី70ទៅចា80អីហ្នឹងគឺល្អចាចន្លោះចាល្អមួយទៀតខាងក្រោម91ចា91ហ្នឹងគឺជាជីបចរបងប្អូនចំនួនជីបចរក្នុង1នាទីចាជីបចរដែលល្អហ្នឹងគឺពី60ទៅ100ចាពី60ទៅ100គឺល្អចាអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវចេះវាស់សម្ពាធឈាមកាលណាសម្ពាធឈាមរបស់យើងដូចក្នុងរូបអញ្ចឹងសរសៃឈាមត្បៀតចាសរសៃឈាមមានខ្លាញ់ពិបាកដល់ការធ្វើដំណើរនៃឈាមរបស់យើងបងប្អូនអញ្ចឹងអាហារដែលបងប្អូនត្រូវញ៉ាំត្រូវប្រយ័ត្នហើយមានឧបករណ៍វាស់ឈាមផង